យាធម៌និងយល់ដឹងពីវប្បធម៌អរិយធម៌ជាតិនិងអន្តរជាតិគ្រូបង្រៀនគ្រូពេទ្យវិស្វករបណ្ឌិតអ្នកជំនួញអ្នកវិទ្យាសាស្ត្រអ្នកប្រាជ្ញសុទ្ធតែទទួលជោគជ័យក្នុងជីវិតដោយសារការអាននិងការសរសេរដើម្បីស្រាវជ្រាវប្រមូលយកចំណេះដឹងបទពិសោធន៍ជំនាញផ្សេងៗបង្កើតគំនិតច្នៃប្រឌិតសម្រាប់យកមកអនុវត្តឲ្យស្របតាមការរីកចម្រើនរបស់សង្គម Digital ការអាននិងការសរសេរគឺជាការប្រមូលកត់ត្រាចងក្រងព័ត៌មានផ្សេងៗដែលជាធាតុចូលដ៏សំខាន់សម្រាប់អ្នកសិក្សារៀនសូត្រការព្យាយាមអាននិងសរសេរជារៀងរាល់ថ្ងៃគឺជាការសន្សំចំណេះដឹងបន្តិចម្ដងរហូតដល់ទៅជាបញ្ញាជនប្រៀបដូចជាសត្វកណ្ដៀរដ៏តូចល្អិតព្យាយាមពំសន្ទូចដីបន្តិចម្ដងរហូតដល់ដល់បានជាដំណោះបើចំណែកឯការខិតខំព្យាយាមខាងពំស្មៅមួយសរសៃម្ដងយកមកកាត់ក្រមធ្វើជាសម្បកដ៏ស្អាតសម្រាប់រស់នៅយ៉ាងសុខសាន្តចំណែកនៅមហាសាលអាចកើតឡើងទៅដោយសារការខិតខំព្យាយាមអាននិងសរសេរដោយពាក្យស្លោកមួយពោលថាសរសេរចំណេះអានចំណាស់ចាប់យកចំណេះខ្ញុំអានអ្នកអានពួកយើងអានដើម្បីបង្កើនចំណេះដឹង